บัดสู้สดก็โดยจีจุดเรียนสู้บางคนทั้งนี้อารมณ์สู้สดไปปรึกบานอะไรนี่เป็นบานเช่นมาลูในกราแบบคนไอ้เมื่อติดสกีบานเรายังเรียนละมองไปปีหมอลูกไปเล็กหรือเล็กบานแล้วนี่ชิกัดตามดองเพลย์บานคนติดสกีสะอาดเหมือนเดิมยังไปเชื่อไปไอ้สำหรับบางคนไอ้โจเจอสลันติดสกีแบบนี้คือลูกแบบนี้คือเติมเติมเหมือนเดิมมันจึงบางคนก็เพลย์โจตัวเมื่อชแนลบอกยมบ้านได้โตหนึ่งเมรีนในยมบ้านของเรียนคือบางคนอาจจะtừធ្វើការលុបបែបនេះសិនមកបងប្អូនណាដែលគាត់អត់ដឹងធ្វើអីចឹងណាដូចខ្ញុំចឹងជាទស្សនវិជ្ជាស្ដាយនៅតាមដងផ្លូវបាទបងប្អូនអាចមើលបាទមានដើមឈើមានព្រៃឈើផ្លូវនេះវាស្អាតមានបងប្អូនណាដឹងថាផ្លូវនេះទៅផ្លូវនៅណាអត់ជួយ comment នៅក្នុង channel របស់ខ្ញុំមួយមកក្នុងវីដេអូបាទក្រោមវីដេអូនឹងមួយមកបាទអ្នកដែលងើបលឿនគេថាមានអ្នកលូកដូរទេស្មាននេះបាទអានឹងអ្នករៀននិងអ្នកធ្វើការបាទបន្ទាប់ពីផ្លូវក្នុងហើយជិះតាមផ្លូវក្នុងណាដើមឈើច្រើនឡើយស្រេចមកក្រៅបាទមានដើមឈើការឈើកាអីយ៉ាងស្អាតមែនតែអបស្រីតោះបាទឥឡូវនេះយើងបានមកដល់កន្លែងគូសំហើយយើងនៅឃើញថាកន្លែងនេះមានទឹកមានកន្លែងចតមានឈុកមានអីណាយើងអាចលក់បានមិនដែរខ្ញុំសុំវិទ្យាការសុំគេទេគេនៅមកមុនលក់នៅនឹងសិនថាតើគេឲ្យយើងលក់អត់ឥឡូវខ្ញុំបានសួរគេឬអីគេថាអត់ដឹងថាខាងអប្សរាឲ្យលក់ឬអត់ហើយទៅសួរអ៊ីគេសិនអញ្ចឹងខ្ញុំមកដឹងមិនដែរចាំមើលជួបគេសិនព្រោះយើងធម្មតាយើងមកក្រោយគេអត់ដឹងថាគេឲ្យយើងលក់ឬមួយក៏យ៉ាងម៉េចសម្រាប់បងប្អូនដែលណាដែលចង់លក់ចល័តដូចខ្ញុំនេះគឺវាមានហានិភ័យរឿងបែបនោះពីព្រោះថាយើងចល័តអញ្ចឹងកន្លែងខ្លះគេឲ្យលក់កន្លែងខ្លះក៏គេមិនឲ្យលក់ទៅបើសិនបើគេមិនឲ្យលក់ក៏យើងចេញតែអានឹងជារឿងធម្មតាទេបាទសួស្តីបងប្អូនអរគុណឥឡូវយើងរកកន្លែងចតបានហើយមកដល់សន្នបានហើយដល់យើងចតឆ្ងាយពីកន្លែងគាត់សិនហើយចាំមើលលក់បណ្ដាសិនបើសិនបើខាងអប្សរាគាត់មិនឲ្យលក់ក៏ខ្ញុំនឹងចេញដែរអញ្ចឹងណាបាទនេះគឺយើងរៀបបានប៉ុណ្្នឹងហើយចឹងបងប្អូនជិះកាត់តាមហ្នឹងហើយកុំភ្លេចចូលជួយទិញផងបាទមានបឹងឈប់បឹងអីចឹងណាអូខេបាយបាយចឹងឥឡូវយើងញ៉ាំខ្លួនឯងសិនបាទនេះព្រឹកឡើងយើងត្រូវញ៉ាំកាហ្វេដោះគោបីពីនណាចឹងពេលដោះគោមានអីពិបាកទេងាយខ្ញុំបានពីប្រាប់ចែករំលែកទៅកាន់វីដេអូមុនអស់ហើយអូខេតោះចឹងកាហ្វេដោះគោយើងដាក់កាហ្វេពី70ទៅ80ណាបងប្អូនអរគ្នា70 80ហើយឥឡូវបាន50 ml ហើយថែម30 ml ទៀតមកជីស្រ័យដោយសារមានសម្លេងរំខានតិចដោយសារឥឡូវខ្ញុំនៅលក់នៅតាមដងផ្លូវអញ្ចឹងណាអញ្ចឹងសម្លេងម៉ូតូឡានបើកវីវនេះដោះគោយើងប្រើទៅដោះគោ100% នៃស្ករយើងយក30 ml នេះទាំងអស់នេះអញ្ចឹងខ្ញុំធម្មតាខ្ញុំញ៉ាំខ្លួនឯងអញ្ចឹងខ្ញុំញ៉ាំតែស្ករតែ70%ទេ70% ស្មើនឹង20 ml ឬក៏តិចជាងនឹងតិចតួចអញ្ចឹងណាបងប្អូនខ្ញុំញ៉ាំស្ករតិចពីថាស្ករហ្នឹងទៅដោះគោខាប់យើងហ្នឹងពេលហ្នឹងហើយយើងដាក់ដោះគោស្រស់យើងហ្នឹងដោះគោស្រស់ចំនួន50 ml មកចាក់ចូលគោកាត់កាហ្វេដោះគោងាយបាទកាហ្វេដោះគោយើងបានហើយយើងដាក់ទឹកកកមក
ហើយយើងរយទៅដោះគោយើងរយទៅដោះគោស្រស់ចូលប៉ុណ្ណឹងយើងបានកាហ្វេដោះគោស្រស់មួយអូខេឥឡូវខ្ញុំចុះទៅឲ្យអ្នកទាំងអស់គ្នាមើលទេសភាពជាក់ស្ដែងឥឡូវពេលដោះគោខ្ញុំដាក់ឲ្យមិញពេលព្រឹកចឹងញ៉ាំកាហ្វេដោះគោយើងអត់មានលុយទិញកាហ្វេពីតយើងញ៉ាំកាហ្វេយើងធម្មតាបាទនេះទេសភាពនៅខាងក្រោមបាទស្អាតមែនតើអើយ shit អូនេះបាទបងកំពុងទៅដើរបេះឈូកកប់ស្រីបាទបងប្អូនទាំងអស់គ្នាបាទនេះតបពីបងគាត់មកពីបេះឈូកហើយបាទបងគាត់ចិត្តល្អមែនតើបាទបេះឈូកបាទគាត់ឲ្យខ្ញុំញ៉ាំចឹងអេចឹងយក3ណាបងបាទចឹងអរគុណច្រើនបងអរគុណច្រើនណាស់ពេលបាយអូខេនេះបងប្អូននេះតាមផ្លូវនេះតាមផ្លូវណាបងប្អូនស្លឹកស្កើដឹងច្បាស់ហ្មងនេះកប់ស្រីដល់